សួស្តីបងប្អូនទាំងគ្នាជួបជាមួយនឹង Admin SPM ម្ដងទៀតហើយជាមួយនឹងការសម្រាយរឿងប្រូវិស្នាជប់ស្នេហ៍ប៉ាត់ភាគទី10ដែលជាភាគបន្តរបស់យើងហើយមុននឹងឈានចូលទៅដល់ការសម្រាយរឿង Admin ក៏សូមស្នើពរបងប្អូនជួយចុច like ចុច subscribe ហើយដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពី Admin មុនគេឥឡូវនេះកុំឲ្យខាតពេលយូរយើងចូលទៅកាន់ការសម្រាយរឿងតែម្ដងទៅអញ្ចឹងគឺដូចយើងបានដឹងតាំងពីចុងភាគមុនថាអាចារ្យឡងជីនេះគឺបានមកដាក់ថ្នាំសណ្ដំថ្នាំសម្រាប់ឲ្យតួឯករបស់យើងអញ្ចឹងឲ្យឡងគាត់ក្តៅរោរីតែម្ដងនេះមកនេះក៏បានមកអង្គុយនៅលើផ្លូវរបស់គាត់ហើយក៏របៀបនិយាយពាក្យសម្ដីបែបតាក់ទាញអារម្មណ៍របស់គាត់តែម្ដងដេកទៅគឺដាក់អារម្មណ៍គាត់មកនាងថែមទាំងមានកណ្ដឹងនៅដៃរបស់នាងនេះទៀតដែលនៅពេលដែលនាងបន្លឺសម្លេងកណ្ដឹងនឹងឡើងក៏វាប្រៀបដូចជាតាក់ទាញសណ្ដំចិត្តតួឯករបស់យើងឲ្យស្ដាប់បញ្ជារបស់នាងអីអញ្ចឹងណានៅពេលហ្នឹងតួឯករបស់យើងក៏បានអោនមកចិត្តឡងជីហ្នឹងអញ្ចឹងណាឡងជីហ្នឹងក៏សង្កេតថាប្រហែលជា plan ប្រហែលជាកម្រងការរបស់នាងបានសម្រេចហើយប៉ុន្តែតាមពិតទៅតួឯករបស់យើងគឺគាត់អោនទៅហ្នឹងដើម្បីយកកូនកបិតដែលគាត់លាក់នៅក្រោមតុរបស់គាត់ហ្នឹងណាហើយបន្ទាប់មកក៏បានយកកូនកបិតហ្នឹងមកអាដៃរបស់គាត់តែម្ដងនិយាយទៅគឺអាដៃបង្ហូរឈាមហ្នឹងណាព្រោះថាកាលណាដែលគាត់បង្ហូរឈាមអញ្ចឹងទៅគឺវាធ្វើឲ្យរបៀបថាស្មារតីរបស់គាត់រៀងនឹងនោបានមករយៈដែរពេលហ្នឹងក៏បានរុញលឹងជានឹងចេញពីលើគាត់ផងដែរសត្វទៅរបស់យើងហ្នឹងក៏បានកាត់មកបង្ហាញពីខាងតួឯកស្រីរបស់យើងម្ដងគឺនៅពេលហ្នឹងតួឯកស្រីរបស់យើងនាងកំពុងតែផ្លាស់ប្ដូរសម្លៀកបំពាក់ដើម្បីមួយទឹកអញ្ចឹងណានិយាយទៅគឺនាងដោះកៅមួយទឹកហ្នឹងឯងសត្វទៅពេលហ្នឹងតួប្រុសក៏បានទម្លុះទ្វារចូលមកក្នុងម៉ូតូរបស់នាងតែម្ដងអញ្ចឹងហើយតួស្រីនាងពិតជាឆ្ងល់ខ្លាំងមែនតើថាតើតួប្រុសគាត់មករកអីហើយមើលទៅសភាពតួប្រុសដូចជាស្រួលសោះអញ្ចឹងហើយនាងក៏បានសួរទៀតថាតើគាត់នឹងកាត់អីមែនហើយដែលឃើញតួស្រីកំពុងតែស្លៀកកៅអៅស្ដើងអញ្ចឹងតួប្រុសរបស់យើងគាត់ចង់ទប់ចិត្តអត់បានដែរហ្នឹងហើយដោយសារគាត់កំពុងត្រូវថ្នាំគេស្រាបអញ្ចឹងទៅគាត់ក៏បានចូលចិត្តនាងហើយក៏បានចាប់ដៃរបស់នាងឲ្យខិតមកចិត្តគាត់អញ្ចឹងណាតួស្រីនាងឡើងភ័យហ្មងថាតួប្រុសនឹងចង់ធ្វើអីហ្នឹងតួប្រុសពេលហ្នឹងគាត់ពិបាកធ្វើចិត្តដែរហ្នឹងក៏ព្យាយាមទប់អារម្មណ៍របស់គាត់ដែរតែវាពិតជាពិបាកខ្លាំងមែនតើពេលដែលឃើញតួឯកស្រីរបស់យើងនៅមុខគាត់ក៏បានព្យាយាមនិយាយឲ្យតួឯកស្រីរបស់យើងនឹងជួយគាត់ផងតួឯកស្រីរបស់យើងឃើញអញ្ចឹងនាងក៏បានមើលដៃរបស់គាត់ហើយក៏ឃើញថាដៃរបស់គាត់គឺត្រូវបានហូរឈាមអញ្ចឹងណាហើយនៅពេលដែលស្ទាបខ្លួនរបស់តួឯករបស់យើងទៅគឺថាក្តៅឡើងងុំតែម្ដងអញ្ចឹងហើយតួឯកស្រីគឺនាងបានដឹងហើយថាតួប្រុសរបស់យើងគឺត្រូវថ្នាំរបស់គេអញ្ចឹងហើយតួស្រីនាងក៏បានប្រាប់ឲ្យតួប្រុសចាំបន្តិចទៅចាំនាងរៀបចំថ្នាំបន្សាបឲ្យគាត់ហើយនេះគឺនាងបានដាក់គាត់នៅត្រាំនៅក្នុងទឹកម្យ៉ាងអញ្ចឹងណាបន្ទាប់មកក៏ចាប់ផ្ដើមបុកថ្នាំហើយទុកយកទៅដាក់នៅក្នុងទឹកហ្នឹងដើម្បីបន្សាបជាតិថ្នាំសណ្ដំរបស់គេហ្នឹងហើយនិយាយពីតួឯករបស់យើងវិញពេលហ្នឹងចឹងអាណិតគាត់ដែរគាត់ឡើងពិបាកវេទនាធំក្នុងខ្លួនហ្មងហើយកំពុងតែនៅក្នុងស្ថានភាពត្រូវថ្នាំបែបហ្នឹងហើយកលៃទៅមកខាងហ្នឹងក៏ឃើញតួឯកស្រីរបស់យើងចូលដំថ្នាំនៅក្បែរហ្នឹងដែលនាងស្លៀកសម្លៀកបំពាក់ហេងស្ដើងដែរអញ្ចឹងណាគឺដូចនិយាយអញ្ចឹងនេះរៀបមួយទឹកដែរហ្នឹងមិញហើយនៅពេលដែលឃើញសាច់គេឡើងសខ្ចីអីចឹងនេះតួឯករបស់យើងគឺថាគាត់ផឹងទប់ចិត្តខ្លួនឯងមែនតើណាអត់ចង់ទៅប៉ះពាល់នាងនោះទេខ្លាចថានាងអត់ពេញចិត្តអីចឹងតែគាត់អួយវេទនាខ្លាំងនេះហើយដែលពិបាកធំខ្លាំងពេកគាត់ក៏បានមុជក្បាលខ្លួនឯងចូលទៅក្នុងទឹកហ្នឹងហ្មងព្រោះថាខ្លួនរបស់គាត់ឥឡូវនេះឡើងក្តៅងុំហ្មងនេះពេលហ្នឹងតួឯកស្រីរបស់យើងនាងក៏បានបុកថ្នាំរួចរាល់ហើយនាងពិតជាមានការបារម្ភដែរហ្នឹងមើលទៅមុខរបស់នាងចឹងហើយនាងក៏បានឆ្លៀតមកសួរតួឯករបស់យើងថាតើគាត់អីមែនព្រោះឲ្យឃើញគាត់ដាំក្បាលចូលក្នុងទឹកចឹងហ្មងទោះប្រហែលគាត់ក៏បានងើបមកវិញយឺតចឹងណាប៉ុន្តែគឺថាឃើញមុខតួឯកស្រីរបស់យើងចំចឹងណាគឺគាត់ទ្រាំលែងបានទៀតហើយគាត់ក៏បានទាញដៃនាងចូលមកក្នុងអាងទឹកនឹងជាមួយគាត់តែម្ដងពេលហ្នឹងអាថ្នាំនៅដៃតួឯកស្រីរបស់យើងនឹងថាបន្សាបហ្នឹងគឺគ្មានបានដាក់ឲ្យតួឯករបស់យើងអីទេពុបឡើងខ្ទេចហ្មងនេះហើយទាញដៃកូនស្រីគេមកហ្នឹងហើយទាញមកថើបទៀតតួស្រីរបស់យើងដបងបើកភ្នែកឡើងប៉ុនពងមន់ហ្មងប៉ុន្តែដល់ពេលយូរទៅភ្លេចខ្លួនថើបគេវិញដែរហ្នឹងជុតនឹងមើលឲ្យឡើងចង់លើជាតិស្ករហ្មងតួប្រុសតួស្រីយើងឥឡូវគេហិងស្វេតណាហើយនៅពេលដែលដឹងខ្លួនមកវិញតួឯកស្រីរបស់យើងក៏បានរុញតួឯករបស់យើងចេញតែម្ដងពេលហ្នឹងតួប្រុសគាត់របៀបថាអូយជក់មែនតើណាពេលចឹងហើយគាត់ក៏ចង់ហៅមកថាបនាងទៀតហើយឃើញម៉ាប់ហ្នឹងតួឯកស្រីនាងក៏បានទៅយកមកចូលរបស់នាងនៅក្បែរហ្នឹងមកចាក់ចំជីបចោរបស់គាត់តែម្ដងហើយតួប្រុសពេលដែលត្រូវមកចូលចឹងទៅរៀងស្វាងបន្ទាប់ពីបានស្វាងចឹងហើយក៏ចាប់ផ្ដើមអៀនគ្នាទៀតហើយមិនជាស្អីទេចឹងហើយក៏បានងាកចេញរៀងខ្លួនតែម្ដងតែថាគ្នាមិនសោះហ្នឹងពេលហ្នឹងតួប្រុសក៏បានសុំទោសទៅកាន់តួឯកស្រីរបស់យើងដែរនិយាយទៅគាត់ឡើង gentleman សុភាពបុរសតែម្ដងគាត់សុំទោសនាងចឹងណាដែលគាត់និយាយថាមិនហ្នឹងគឺគាត់គ្មានចេតនាទៅបំពានឬក៏ប៉ះពាល់នាងអីនោះទេគឺគាត់ពិតជាបាក់ធំខ្លាំងមែនតើតែតួស្រីគឺនាងអត់បាននិយាយអីនោះទេនាងគ្រាន់តែឲ្យគាត់ហ្នឹងគឺហុចដៃមកឲ្យនាងមកដើម្បីឲ្យនាងចុចជីបចោអញ្ចឹងណាហើយនៅពេលដែលនាងស្ទាបជីបចោហើយនាងក៏បានសួរទៅកាន់គាត់វិញថាតើអ្នកណាជាអ្នកដាក់ថ្នាំនឹងឲ្យគាត់តួប្រុសក៏បានឆ្លើយតបវិញថាគឺលឹងយេនឹងឯងតួស្រីក៏បានសួរឡើងឆ្ងល់តែម្ដងដែលគាត់បានសួរថាខាងលឹងយេនឹងគឺជាស្រីស្នារបស់តួប្រុសឯងហើយបានជារវាងអ្នកទាំងពីរត្រូវប្រើអាថ្នាំចឹងទៅអីដែររបៀបថាឆ្លៃគ្នាហើយចាំបាច់ប្រើថ្នាំចឹងទៅអីគ្រាន់តែចង់នៅជាមួយគ្នាសោះតួប្រុសក៏បានតបវិញថាកាលពីមុនហ្នឹងគឺលឹងយេធ្លាប់ជួយជីវិតរបស់គាត់ម្ដងចឹងហើយគឺគាត់បារម្ភខ្វាយខ្វល់ពីនាងអីហ្នឹងគ្រាន់តែជាការដឹងគុណតែប៉ុណ្ណោះប៉ុន្តែអ្នកដទៃគឺមើលមកគេក៏របៀបថាសន្មតដែលចិត្តឯងយកតែម្ដងដែលគេបាននាំគ្នានិយាយតគ្នាថានាងជាស្រីស្នារបស់គាត់អីចឹងទៅតែតាមពិតគឺអត់ទេទោះស្រីគាត់ទៅលើអញ្ចឹងហើយនាងក៏បានបន្តសួរទៀតចុះបានអញ្ចឹងហើយបានជាតួប្រុសរបស់យើងនឹងមិនបញ្ជាក់ប្រាប់អ្នកគ្រប់គ្នាទាំងនោះទៅថាពួកគេមិនមានអីនឹងគ្នានោះទេតួប្រុសក៏បានបន្តទៀតថាលឹងយីធ្លាប់បាននិយាយប្រាប់គាត់ចឹងណាដែលនាងបាននិយាយថានាងគឺជាក្មេងកំព្រាចឹងហើយក៏តែមានឈ្មោះតួឯកប្រុសរបស់យើងជាខ្នងមកឯងចឹងណាបានអត់មានណាគេមកធ្វើបាបប៉ះពាល់បំពេញនាងអីចឹងទៅក៏បានបន្តនិយាយទៀតថាយ៉ាងណាគឺគាត់ពិតជាអរគុណតួឯកស្រីមែនតើដែលបានជួយគាត់ថ្ងៃនេះតួស្រីក៏បានបន្តទៅវិញថាមិនបាច់អរគុណក៏បានដែរចាត់ទុកថានេះគឺជាអំពើល្អដែលនាងធ្វើរាល់ថ្ងៃទៅបានហើយឥឡូវនេះនាងបានខ្លាចជាអ្នកជួយជីវិតគាត់ដែរហើយតួប្រុសគាត់ទៅលឿនចឹងគាត់ឡើងសើចហួសចិត្តតែម្ដងបន្
បន្ទាប់ពីយប់ដ៏រ៉ូមែនទិកនឹងបានកន្លងផុតទៅឥឡូវនេះយើងកាត់មកមើលនៅផឹកស្អែកពីម្ដងដែលតួឯករបស់យើងពេលហ្នឹងគាត់បានបញ្ជាឲ្យជាយាហ្នឹងទៅស៊ើបពីប្រវត្តិរបស់លឹងជីអីចឹងណាដោយសារតែគាត់មានអារម្មណ៍ថានាងគឺដូចជាប្លែកខុសច្រើនមែនតើពីមនុស្សដែលជួយគាត់កាលពីមុនចឹងណាហើយនេះគឺថានិយាយមិនទាន់ផុតពីមាត់ផងនេះអាយុវែងដែរតាដើរមកជួបមុខតែម្ដងណាតួរបស់យើងគាត់តែឃើញមកលឹងជីគឺគាត់ឡើងស្គីងតែម្ដងគាត់ខឹងអត់តន់បាត់ទេនេះតែគាត់បាននិយាយថាគាត់មិនដែលនឹកស្មានសោះតែម្ដងថានាងនឹងប្រើល្បិចទាំងអស់នេះមកលើគាត់តែលឹងជីហ្នឹងក៏បែរជាធ្វើធំត្រូវចឹងណាដែលនាងបាននិយាយថាតើតួរបស់យើងហ្នឹងកំពុងតែនិយាយពីអីនាងអត់យល់នោះទេធ្វើអត់ដឹងខ្លួនទៀតណានាងថាទាំងបានធ្វើដូចជាវិលមុខវិលអីទៀតនិយាយទៅគឺធ្វើដូចជាខ្លួនឯងហ្នឹងក៏អត់ដឹងថានឹងមានរឿងនឹងកាត់ឡើងដែរអញ្ចឹងហើយបើចូលជាធ្វើអត់ដឹងឥឡូវទុកឲ្យតួឯករបស់យើងជាអ្នកនិយាយវិញតែគាត់បាននិយាយថាថ្នាំដែលត្រូវបានដាក់នៅក្នុងទៀនក៏ដូចជាចង្គៀងអីនៅក្នុងបន្ទប់របស់គាត់ហ្នឹងគឺជាថ្នាំលីងស៊ីដែលជាថ្នាំរបស់បរទេសចឹងណាថ្នាំសម្រាប់ថ្នាំអីចឹងទៅហើយទាំងទៀនទាំងអីនៅក្នុងបន្ទប់របស់គាត់ហ្នឹងគឺត្រូវបានគេផ្លាស់ប្ដូរទាំងអស់ឡើងនិយាយប៉ុណ្ណឹងហើយក៏នាងអត់តទទួលស្គាល់ដែរដែលនាងមកកវីក្បាលឡើងទៅតាត់ហ្មងហើយនាងក៏និយាយថានាងពិតជាស្រឡាញ់គាត់ខ្លាំងណាស់ហើយបានជានាងចាំបាច់ត្រូវប្រើវិធីទាំងអស់ហ្នឹងព្រោះក៏ចាប់ផ្ដើមសម្ដែងធ្វើខ្សោយទុនខ្សោយអីចឹងទៀតដែរចាយហ្នឹងចេញមកគឺថាល្បិចក100ចម្ពោះហ្មងតាមសឹងតែមិនទាន់ទេនេះហើយទៅបីជាចង់និយាយប៉ុណ្ណាក៏តួឯករបស់យើងមើលទៅក៏ដូចជាអស់ចំនួននឹងនាងទៀតដែរដែលក៏បាននិយាយថាទំនាក់ទំនងខ្លះកាលណាបើមានភាពមិនស្មោះត្រង់ចឹងហើយគឺមិនអាចបន្តបានទៅមុខទៀតនោះទេនៅពេលដែលនាងហៅបានកន្លែងស្នាក់នៅថ្មីហើយនាងចេញពីដំណាក់នេះទៅហ្នឹងហើយគេឲ្យមកនៅស្រួលៗមកធ្វើអញ្ចឹងឥឡូវហ្នឹងគេដេញចេញសំមកចាឡើងនិយាយហ្នឹងគាត់ឡើងគៀងតែម្ដងដឹងហើយនិយាយអីទៅនោះទេលែមកខាងព្រះបត្រានាងនេះវិញគឺគាត់បានឲ្យគេតាមដានតួឯករបស់យើងឥឡូវហ្នឹងអ្នកដែលតាមដានហ្នឹងគឺបានមករាយការណ៍ប្រាប់គាត់វិញហើយដែលគេបាននិយាយថាតួឯករបស់យើងមួយរយៈនេះគឺអត់មានបានធ្វើសកម្មភាពអីប្លែកៗនោះទេថ្ងៃបើគាត់មិននៅផ្ទះទេក៏គាត់ទៅផឹកស៊ីនៅដំណាក់ជីញូដែរព្រះបត្រានាងពេលហ្នឹងក៏បាននិយាយថាអាការដែលអត់ធ្វើអីហ្នឹងឯងរត់តែគួរសង្ស័យបំផុតបត្រានាងក៏បានបន្តទៀតថាបើសិនជាពួកគេមិនអាចចូលទៅក្នុងដំណាក់ព្រះបត្រាលូបានអញ្ចឹងឥឡូវហ្នឹងយើងចាប់ដើមស៊ើបអង្កេតពីដំណាក់ជីញូហ្នឹងសិនណាអញ្ចឹងនិយាយពីដំណាក់ជីញូឥឡូវនេះយើងកាត់មកមើលនៅដំណាក់ជីញូទាំងតែម្ដងទៅនៅពេលនោះហើយយើងក៏បានឃើញជាយាបានមករាយការណ៍ប្រាប់តួឯករបស់យើងអញ្ចឹងណាដែលគាត់បាននិយាយថាចុតបង្កើតរបស់ពួកគេហ្នឹងគឺបានរកឃើញថាម្ចាស់ហាងថ្នាំគ្រួសារសិនពិតប្រាកដហ្នឹងគឺមានឈ្មោះថាឈិនសូអ៊ីដែលជាលោកអភិបាលនៅខាងមន្ទីរស៊ីនយ៉ាងអញ្ចឹងណាតួរបស់យើងក៏បានបន្តនិយាយថាឈិនសូអ៊ីហ្នឹង5ឆ្នាំមុនគឺគេគ្រាន់តែជាមន្ត្រីតូចតាចតែមួយរូបប៉ុណ្ណោះឥឡូវនេះគេបែរជាឡើងខ្លាយទៅជាអភិបាលគ្រប់គ្រងមន្ទីរស៊ីនយ៉ាងទាំងមូលតែម្ដងឡើងមុខតំណែងលឿនដល់ថ្នាក់ហ្នឹងប្រហែលជាមានអំពើពុករលួយខុសច្បាប់ស៊ីសំណូអីជាមិនខានអញ្ចឹងហើយតួឯករបស់យើងក៏បានបញ្ជាឲ្យជាយាហ្នឹងទៅស៊ើបបន្តអំពីទំនាក់ទំនងរបស់អបេឈិនសូអ៊ីហ្នឹងអញ្ចឹងទៅកំពុងតែនិយាយគ្នាសុកហ្នឹងក៏ស្រាប់តែមានមន្ត្រីកងសន្តិសុខប្រមាណអ្នកហ្នឹងក៏បានមកចូលឆែកឆេរនៅក្នុងដំណាក់ជីងអ៊ូហ្នឹងដែលគេនិយាយថានៅនេះអាចនឹងមានជនល្មើសដែលលួចរបស់អីអញ្ចឹងណាអញ្ចឹងហើយក៏បានមកឆែកឆេរមនុស្សម្នាក់គ្រប់គ្នាពេញហ្នឹងតែម្ដងតួប្រហោះក៏បាននិយាយទៅកាន់ជាយាថាមើលទៅមន្ត្រីកងសន្តិសុខទាំងអស់នេះគឺមិនស្រួលលេងមើលទៅដូចចម្លែកអញ្ចឹងណាអញ្ចឹងហើយក៏បានប្រាប់ឲ្យជាយាហ្នឹងទៅប្រមូលអស់តាំងក៏ដូចជាតម្រុយទាំងអស់ដែលពាក់ព័ន្ធនឹងមន្ទីរស៊ីនយ៉ាងហ្នឹងយកទៅចោលអស់ទៅដើម្បីកុំឲ្យពួកមន្ត្រីទាំងអស់ហ្នឹងដឹងថាគាត់កំពុងតែស៊ើបពីរឿងហ្នឹងអញ្ចឹងណាអញ្ចឹងហើយជាយាក៏បានបញ្ញាដុតដៃដុតជើងទៅហើយមន្ត្រីកងសន្តិសុខទាំងអស់ហ្នឹងក៏បានចាប់តាមធ្វើការឆែកឆេរមនុស្សម្នាឡើងពេញហ្នឹងហ្មងនៅពេលហ្នឹងយើងក៏បានឃើញតួឯករបស់យើងក៏បានមកដំណាក់ជីងអ៊ូហ្នឹងផងដែររួចមកធ្វើអីហ្នឹងគ្រាន់តែមកដល់ភ្លាមហ្នឹងតួឯករបស់យើងនេះក៏បានចំណាំបាត់ទៅហើយថាមន្ត្រីកងសន្តិសុខទាំងអស់នេះគឺជាកងសន្តិសុខប្រហែលថ្ងៃមុនដែលតាមចាប់តួឯករបស់យើងហ្នឹងហើយកំពុងតែឆ្ងល់ថាមានរឿងអីកើតឡើងហ្នឹងក៏បានកលិចទៅមកខាងឃើញជាយាដែលជាអ្នកបម្រើចំណិតរបស់តួឯករបស់យើងហ្នឹងកំពុងតែបន្លំខ្លួនធ្វើជាអ្នកបម្រើទៀតដល់ពេលកលិចទៅមើលតួឯករបស់យើងវិញគឺគាត់កំពុងតែសៃអាឡូឡាឡើងពេញហ្នឹងហ្មងដែលនិយាយថាហើយបានជាឈប់ព្រមឈប់អីចឹងណាធំបន្តទៀតជាងបន្តទៀតអញ្ចឹងទៅស្អីហ្នឹងគ្រាន់តែមើលគឺនាងដឹងបាត់ហើយថាតួផងហ្នឹងគឺធ្វើសវឹងខ្លាំងទេអញ្ចឹងហើយនឹងក៏គិតថាប្រហែលជាស្ថានភាពឥឡូវនេះមិនស្រួលទេកំពុងតែគិតអញ្ចឹងហ្នឹងក៏ស្រាប់តែមន្ត្រីកងសន្តិសុខធំម្នាក់នេះក៏បានកលិចឃើញជាយាដែលបានតែងខ្លួនជាអ្នកបម្រើហ្នឹងអញ្ចឹងហើយមន្ត្រីម្នាក់ហ្នឹងក៏បានហៅឲ្យជាយាហ្នឹងឈប់សិនព្រោះអីមើលទៅអ្នកបម្រើម្នាក់ហ្នឹងអត់មានឈប់ឲ្យគេឆែកឆេរសោះហ្មងពេលហ្នឹងតួឯកស្រីរបស់យើងក៏បានឃើញដែរថាមន្ត្រីម្នាក់ហ្នឹងគឺហៅជាយាឲ្យឈប់អញ្ចឹងណាតែជាយានេះវិញគ្នាឡើងភ័យនេះព្រោះអីសម្បត្តិដែលតាក់ទងនឹងមន្ត្រីស៊ីនយ៉ាងមិញហ្នឹងគឺនៅលើខ្លួនរបស់គេអញ្ចឹងហើយបើសិនជាមានអ្នកមកឆែកឃើញគឺដឹងតែដឹងហ្មងចំណែកតួឯករបស់យើងនេះវិញគឺថាធ្វើផឹកឡើងដួលដេកស្វឹងអីពេញហ្នឹងនេះប៉ុន្តែតាមពិតទៅគឺគាត់កំពុងតែភ័យឯក្នុងចិត្តទៅខ្លាចតែគេចាប់ជាយាបាននោះទេនៅពេលដែលឃើញស្ថានភាពសភាពការមើលទៅដូចជាបឋមញយហើយអត់ស្រួលអញ្ចឹងតួឯកស្រីរបស់យើងនាងក៏បានចូលដបស្រានៅពីដៃអ្នកបម្រើនៅក្បែរហ្នឹងហើយនាងក៏បានគប់ដបស្រានោះទៅដីតែម្ដងព្រោះឃើញថាមន្ត្រីកងសន្តិសុខធំនេះគាត់រៀបនឹងដើរទៅរកជាយាអញ្ចឹងហើយនាងក៏បានគប់ទៅនៅមុខគាត់តែម្ដងហើយក៏ធ្វើជាស្រែកខ្លាំងថាឲ្យតួឯករបស់យើងហ្នឹងឆាប់ចេញមកភ្លាមមកមិនមានអ្នកបម្រើមានអ្នករំមួយនៅផ្ទះខ្លួនឯងអត់គ្រប់គ្រាន់ទៀតមែននៅតែមកផឹកស៊ីនៅក្រៅរំមើលស្រីញីនៅក្រៅហ្នឹងណានិយាយទៅគឺនាងសំដែងធ្វើដូចជាប្រពន្ធដែលខឹងប្តីរបស់ខ្លួនឯងចេញមករកស្រីនៅក្រៅអីចឹងទៅសំដែងឡើងសមទៀតណានិយាយពីថាគាត់ស្រែកឡើងផ្អើលហាងគេហ្នឹងហ្មងហើយដល់ឃើញអាកាសល្អស្ថានភាពកំពុងតែចលាចលអញ្ចឹងជាយាគេក៏បានព្យាយាមពីដើម្បីរកផ្លូវចេញទៅខាងក្រៅហើយនៅពេលដែលមន្ត្រីកងសន្តិសុខធំហ្នឹងគាត់រៀបនឹងទៅតាមជាយាហ្នឹងទូស្រីគឺថាមកដើរកាត់មុខរហូតហ្មងធ្វើជាស្រ័យថាហៅឈ្មោះតួប្រុសលូជុនស៊ីងឆាប់ចេញមកភ្លាមហើយចឹងហើយប៉ុន្តែតាមពិតទៅគឺគាត់មកបាំងផ្លូវមន្ត្រីកងសន្តិសុខធំនេះកុំឲ្យទៅតាមជាយាសោះទូប្រុសគ្រាន់តែលឺទូអីសេបើយើងស្រែកចឹង
គឺគាត់ដឹងបាត់ហើយថាទូស្រីបើយើងកំពុងតែសម្ដែងអញ្ចឹងហើយគាត់សើចឡើងហួចចិត្តតែម្ដងដូច្នេះហើយគាត់ក៏បានជាធ្វើងើបឡើងមកហើយគាត់និយាយថាអូប្រពន្ធសម្លាញ់ទេអីបងមិនបានមកធ្វើអីណានេះបងមិនបានផឹកស៊ីមានស្រីអីណាលើអូនឯងមកសួរគេអញ្ចឹងទៅគឺគាត់ធ្វើដូចជាកំពុងតែបកស្រាយប្រាប់ប្រពន្ធគាត់អញ្ចឹងនិយាយថាប្រិយប្រពន្ធគេនេះគឺសម្ដែងសមមែនតើហើយត្រូវដៃត្រូវជើងគ្នាទៀតនេះហើយមន្ត្រីកងសន្តិសុខធំហ្នឹងគឺអត់ប្រងបោះបង់ទេនៅតែចង់ទៅតាមជាយៈទៀតអញ្ចឹងហើយទូស្រីនាងក៏បានមកស្កាត់មុខតែម្ដងនាងបានសួរថាតើគាត់ហ្នឹងមកធ្វើអីមកសើពីលឹងជាមែននិយាយទៅទូស្រីនាងចេះតែសួរឲ្យតែបានហ្នឹងមន្ត្រីកងសន្តិសុខម្នាក់ហ្នឹងដល់ពេលឃើញអញ្ចឹងហើយក៏បានឆ្លើយទៅវិញថាអត់ទេគាត់មកសើបគេរឿងក្តីផ្សេងអញ្ចឹងណាគាត់មកសើបឲ្យខ្សែរាជបងទេដូច្នេះហើយក៏សូមឲ្យតួផងនៅទូស្រីហ្នឹងសហការផងប៉ុន្តែទូស្រីគឺនាងអត់ខ្វល់នោះទេនាងនៅតែព្យាយាមនិយាយលំអ៊ូល្អូងើដាក់គាត់អញ្ចឹងណាឲ្យគាត់មកសើបគេនៅកន្លែងនេះផងនៅដំណាក់ជីងអ៊ូហ្នឹងមានមនុស្សច្រើនឬអីគួរឲ្យសង្ស័យគួរឲ្យត្រូវចាប់ច្រើនអីអញ្ចឹងណានិយាយទៅគឺនាងចេះតែនិយាយពីពេលឲ្យជាយៈហ្នឹងរត់ទៅឲ្យបានឆ្ងាយអញ្ចឹងមកហើយបើទោះបីជាមន្ត្រីកងសន្តិសុខធំហ្នឹងគាត់ចង់រត់ទៅតាមជាយៈមិនក្តៅក៏ទោះអីសេបើយើងហ្នឹងគេដៃគាត់ឡើងទៅលើបាត់ទៅនិយាយទៅគឺអត់ព្រមប្លែកឲ្យគាត់ទៅសោះហ្មងនាងនៅតែនិយាយអីទៅពីទៅទៀតអញ្ចឹងតែថាចំនាងនាំគាត់ដើរមើលជុំវិញនឹងអីណាធ្វើមិនក្តៅគឺកុំឲ្យតែគាត់ចេញទៅក្រៅហ្នឹងហ្មងទោះគាត់ឡើងធូរហ្មងហើយគាត់ពិតជាសប្បាយចិត្តមែនតើដែលមានប្រពន្ធឆ្លាតអញ្ចឹងនេះបន្តមកគេក៏បានកាន់មកបង្ហាញនៅឈុតមួយទៀតអញ្ចឹងណាដែលយើងក៏បានឃើញថាព្រះបត្រានេះហ្នឹងក៏បានមកដំណាក់ជើងអ៊ូនឹងផងដែរហើយនៅពេលហ្នឹងគឺគាត់ឃើញទូអីសេបើយើងហ្នឹងគឺកំពុងតែនិយាយជាមួយនឹងមន្ត្រីនឹងថែមទៀតផងមន្ត្រីកងសន្តិសុខគាត់ឡើងធន់ហើយឡើងហ្នឹងគឺគាត់រលេះធ្វើមិនឲ្យតែបានចេញទៅហ្មងគឺគាត់ឡើងនៅចង់សើបនៅដំណាក់ជើងអ៊ូនេះទៀតហើយទូស្រីនាងធ្វើដូចជាខូចចិត្តអញ្ចឹងថាលោកមន្ត្រីនេះហេតុអីក៏មិនចាប់អ្នកនេះអ្នកនោះទៅយកទៅសើបគេអីខ្លះទៅនិយាយទៅគឺទូស្រីនាងនិយាយឡើងគេធន់គេទៅវិញតែម្ដងដល់ពេលគេទៅវិញអញ្ចឹងហើយបានឡើងសុបាយចិត្តហ្មងនេះឡើងកញ្ញឹមខ្ជិបហ្មងហើយចំពោះព្រះបត្រានាងដែលបានមើលឃើញរឿងគ្រប់យ៉ាងនៅពីខាងលើហ្នឹងគឺគាត់ក៏បាននិយាយថាទូអីស្រីបើយើងហ្នឹងគឺមិនមែនជាស្រីធម្មតាទេព្រោះគាត់អាចមើលដឹងថាទូស្រីគឺនាងកំពុងតែសម្ដែងដើម្បីជួយទូឲ្យប្រុសអញ្ចឹងណាឥឡូវនេះគឺថាបន្ទាប់ពីជ័យគ្នាឡើងឆ្អែតឆ្អន់ហើយពីអ្នកប្តីប្រពន្ធគេនេះក៏បានឡើងរទេះធ្វើដំណើរទៅដំណាក់របស់ខ្លួនវិញហើយនៅពេលដែលនៅក្នុងរទេះហ្នឹងម្នាក់ឡើងសើហួសចិត្តរៀងខ្លួនហ្មងពេលហ្នឹងទូឲ្យប្រុសយើងក៏បាននិយាយដែរថាតើប៉ុណ្ណេះគេឈ្មោះស្អុយលួយរបស់ទូស្រីហ្នឹងនឹងរៃសោះសាយពេញទីក្រុងពេញរាជធានីនេះតែម្ដងព្រោះអីនាងទៅស្រីអាឡូឡានៅកន្លែងចឹងទូស្រីក៏បានឆ្លើយតបវិញយ៉ាងរំភើយថានាងមិនខ្វល់ទេចឹងហើយទូប្រុសក៏បានបន្តសួរនាងទៅថាចុះហេតុអីបានពេលហ្នឹងនាងទៅដំណាក់ជិញអ៊ូធ្វើអីទូស្រីក៏បានតទៅវិញថានៅពេលដែលនាងឆែកបជីហ្នឹងនាងក៏បានឃើញថាទូប្រុសបានដកប្រាក់ច្រើនខ្លះមែនតើយកមកវិនិយោគនៅដំណាក់នេះអញ្ចឹងណាចឹងហើយនាងក៏ចង់មកមើលឲ្យបានដឹងម្ដងហើយពេលដែលម្ដងហ្នឹងក៏បានឃើញថាទូឲ្យប្រុសរបស់យើងហ្នឹងធ្វើជាសវឹងខ្លាំងៗតែម្ដងនាងក៏ថាទាំងបានសួរគាត់ទៅថាធ្វើអញ្ចឹងដើម្បីលាក់បាំងឲ្យជាយៈទៅទូប្រុសគាត់ឡើងទៅសារទូស្រីអស់ពីចិត្តហ្មងពិតជាភ្នែកបុតមែនមើលតែមកខ្វាច់ក៏ដឹងថាពួកគេកំពុងតែសម្ដែងអីបាត់ហើយនៅជួយលាក់បាំងឲ្យបាននឹងល្អទេណាគាត់ឡើងលើកដៃគ្រប់ទូអីស្រីរបស់យើងហ្មងពិតជាខ្លាំងមែនដែលគាត់ក៏បានបន្តនិយាយទៀតថាតែយ៉ាងណាក៏ដោយរឿងប្រាក់ដែលគាត់ដកមកវិនិយោគនៅដំណាក់ជិញអ៊ូនេះគឺថាចាំពេលក្រោយគាត់នឹងបកស្រាយឲ្យបានច្បាស់តែទូស្រីក៏បានខត់គាត់វិញថាបាច់បាច់ប្រាប់នាងក៏បានដែរនាងអត់ចង់ដឹងទេព្រោះថាទូប្រុសសម្ដែងធ្វើជា playboy សម្ដែងធ្វើជា ព្រះនារីមនុស្សអត់ប្រយោជន៍អីចឹងប្រកាសជាដើម្បីរឿងណាមួយដែលគ្រោះថ្នាក់អីចឹងហើយនាងអត់ចង់ដឹងអ្នកចង់ពាក់ព័ន្ធទេទូប្រុសគាត់ក៏បានតបទៅវិញថានាងគឺជាមហេសីរបស់គាត់ហើយចិត្តដែលប្រពន្ធអញ្ចឹងគឺត្រូវតែចែករំលែកសុខនិងទុក្ខរួមគ្នាចឹងហើយតែទូស្រីនាងក៏បាននិយាយថាគាត់ទៅសម្ដែងធ្វើប្តីប្រពន្ធមិនផ្លែសោះឥឡូវហ្នឹងមិនជក់ចិត្តទេមែននៅតែសម្ដែងទៀតនេះតែពេលហ្នឹងក៏មានគេដឹកបន្លែមកកាក់នឹងរទេះរបស់ពួកគេចឹងណាចឹងហើយរទេះហ្នឹងវាក៏បានជប់ឡើងដែលធ្វើឲ្យទូអីស្រីបើយើងហ្នឹងក៏ត្រូវបានចពុបទៅកធប់លើទូប្រុសតែម្ដងហើយក៏អង្គុយសម្លឹងមើលភ្នែកគ្នាទៀតហើយបន្ទាប់ពីបានភ្ញាក់ខ្លួនថាខ្លួនឯងកំពុងតែអោបគ្នានឹងមកក៏បានប្រឡែកគ្នាចេញឡើងលឿនហ្មងហើយមើលអង្គុយធ្វើដូចជាមាននឹងអីកាត់ឡើងចឹងតែយ៉ាងណាក៏មើលទៅតំណែងតំណងរបស់ប្តីប្រពន្ធគេនេះរៀងល្អប្រសើរជាងមុនច្រើនណាស់នេះឥឡូវយើងក៏លេចមើលនៅដំណាក់ព្រះបត្រាវិញម្ដងពេលហ្នឹងគេក៏បានបង្ហាញពី UR ហើយដែលនាងកំពុងតែដើរមកបន្ទប់របស់នាងសុកហ្នឹងក៏សាប់តែឃើញប្តីរបស់នាងឃើញតាប្អួយហ្នឹងលឹបលោគឺថាកំពុងតែរុះរើរកគ្រឿងអលង្ការរបស់នាងទៀតដែរចឹងហើយនាងក៏បានចូលមកសួរគាត់តែម្ដងថាគាត់កំពុងតែធ្វើអីនឹងលូលៀងក៏បានបន្តនិយាយទៀតថាថ្ងៃនេះគឺទូឲ្យស្រីបើយើងបានកាត់ផ្ដាច់ប្រាក់ប្រចាំខែរបស់គាត់ហើយដូច្នេះហើយឥឡូវនេះគឺគាត់មានតែពឹងផ្អែកទៅលើគ្រឿងអលង្ការតិចតួចរបស់ UR នេះទេដើម្បីឲ្យរស់រៀនបានUR ក៏បានចូលមកហើយក៏ឆក់អាគ្រឿងអលង្ការហ្នឹងពីដៃរបស់គាត់ហើយនាងក៏បាននិយាយថាបើសិនជាគេឲ្យផាក់ខែទេគាត់នៅតែផ្ទះហ្នឹងទៅចាំបាច់ទៅក្រៅទៅអីហើយនាងក៏បានបន្តនិយាយទៀតថាគាត់ក៏គួរតែចាប់ផ្ដើមកែខ្លួនដែរព្រោះថាឥឡូវនេះចិត្តដល់ពេលដែលគាត់ត្រូវចូលប្រឡងដើម្បីជ្រើសរើសបណ្ឌិតអ្នកប្រាជ្ញអញ្ចឹងណាបើភាពនៅសម័យឥឡូវគឺវាដូចជាប្រឡងថ្នាក់ជាតិអញ្ចឹងឯងលោកលាក៏ឡើងភ្ញាក់ផ្អើលតែម្ដងគាត់ទៅលើខាគាត់ត្រូវប្រឡងអញ្ចឹងតែ UR ហ្នឹងក៏បាននិយាយទៅសើប្តីខ្លួនឯងអញ្ចឹងណាដែលលើទឹកចិត្តគាត់ថាគាត់គឺជាមនុស្សដែលមានសមត្ថភាពល្អឆ្លាតអីចឹងណាចឹងហើយមិននឹងឲ្យសមត្ថភាពទាំងនេះអត់ប្រយោជន៍បានទៅក្រោយពេលដែលគាត់ប្រឡងចប់ហើយការងារជាមន្ត្រីរបស់គាត់ហ្នឹងក៏វានឹងឡើងតាមហ្នឹងដែរចឹងហើយដល់ពេលនោះគឺយើងមិនត្រូវខ្វល់ខ្វាយពីរឿងប្រាក់ទិញទូនេះទៀតទេតែលោកលាហ្នឹងក៏បានធ្វើជានិយាយវិញថាទៅប្រឡងហ្នឹងក៏ត្រូវការប្រើប្រាស់ប្រាក់ដែរគាត់និយាយចឹងបដាក៏បានទាញអាកងដៃហ្នឹងពីដៃរបស់ UR បដាចឹងណាតែ UR គឺអត់ព្រមលែងសោះហ្មងដែលនាងបានទាញមកវិញហើយនាងក៏និយាយថាគាត់អត់ថាគាត់យកលុយហ្នឹងទៅដើម្បីប្រឡងមិនមែនទៅដើម្បីយកទៅភ្នាល់លបែងឬក៏ចូលបនស្រីអីចឹងហើយលោកលាក៏បានយកលេសមកនិយាយថាមានតែនៅកន្លែងបនលបែងហើយនឹងបនស្រីអីទាំងអស់ហ្នឹងទេដែលអាចធ្វើឲ្យគាត់អាចភ្ជាប់តំណែងតំណងទៅនឹងអ្នកថ្នាក់ធំថ្នាក់លើបានចឹងណាចាមានហ្មងក៏គាត់ថាតែបាននិយាយទៀតថានាងគ្រាន់តែជាមនុស្សស្រីសោះនាងតែដឹងអីនាងនេះហាមិនបានមកចំណិតបងស្រីនាងផង UR គ្រាន់តែលើពីបែបហ្នឹងហើយនាងក៏
กับบ้านข้างหลังก็ได้เชื่อแต่มันร้องได้เนี่ยกับบ้านสู้กอดอันใจไม่ต้องเตี้ยเมื่อใจทำไมมันอยู่แล้วกับบ้านเชลาโตตัวเป็นต่างประเดี๋ยวท้าก่อนใหญ่ข้อแมนมองสไลด์ระบอบเนี่ยก็จัดทัวร์จัดไอเหม็นแต่นะก็ทันต่างบ้านเอาใส่สไนระบอบประเดี๋ยวครูนั่งมันแล้วแต่จะหมวยขี้เตี้ยให้เจ้าเนี่ยเวงก่อนแต่ก็มีใส่ติ่งตัวซ้อใส่คิดใจใกล้หลังปะเอาเป็นนางดำดองใหญ่เต้าโหตะกอดเนยมีสไลด์ซักไอบ้านซ้ำมองเอ๋เต้าเปรียบเทียมจังไปเนี่ยไหนได้อยู่กับบ้านใจโตตัวเป็นท้าเมื่อจ้องไอเนี่ยตัวเห็นจุดปีตัวไอใส่ใบเยอะนั่งแมนตัวเห็นปีมันได้มันไอเตียงขบของประเดี๋ยวระบอบคนไอบ้านซ้อนนั่งเหรอหายในเฟอร์คลูนโดยทมดมเนี่ยทมเนี่ยไอติดเนี่ยท่าเนี่ยมันไอถ่วมเนื้อการหมักหมกนี่โดยจิตตัวไอใส่ใบเยอะบ้านเต้ได้รู้แล้วกับบ้านได้เอาแต่การอยู่เป็นท้าตาอยู่นั่งไม่แต่ดังใส่เต๋อเมื่อตั้งปีเป้ได้มันเนี่ยใส่เนี่ยหอมนั่งบ้านโจมันได้ขนมดำเนี่ยเคยตัวพอได้แต่เนยจมูกเนี่ยใส่นั่งอดเกยเมียนแต่มาล่วงปะปนเกยเนี่ยไว้เนี่ยเคยเพียบดัดจัดล้อทมเทดับบเกยเนี่ยแต่ตัวบ้านแผลกาไปเนี่ยก็สูดดื้อแต่การอยู่เป็นที่ได้ให้น้องไปได้ลือกันหลายลังไฮอยู่เนี่ยกับบ้านจับอัมกันเตะไรแข่งกาไปจีบมนนั่งหลังเยนั่งคลังได้น่ะตาแต่ตัวไอพอใบเยอะบ้านละโหดไม่บ้านจีบในห้าเนี่ยเหมือนตอนเธอไอบ้านสอดจังไปได้เคยอยู่โชว์เสียมอันใหญ่ใช้ต่อมือกอดจังง่ากอดกระบายจีกระทาเนียงไปหาจินนักวิธีได้กอดเฟื่อได้เนียงปีมนเตะได้จังให้กอดกระบาลติงได้เนียงมองกอยจมูกกอดให้กอดบังหางแล้วบอกเลยทำไมได้กอดเมียนทีมตัวไอเนียงจังง่อยู่ก่อนจะเคยจังง่เนียงหลังไพ่คลูนมองดังทาใส่เตะได้เนี่ยตัวทาแปะนี่จินบอมดองดองมันได้จะล้ำเกยมาคือทาขนมมาหยบนี้ฮะคือบรรจบเตยได้ลือเตยสมัยอยู่ใส่แต่มาดองอะไรนี้กันมาดอกปลักล่างไม่มาดองยังกับบางเคยอยู่นั่งง่าปามาเล่นหลังจีเอ๋โดยจำไหลเนี่ยได้เนียงบานนอมโยเนยยันสันจำหนามวยมาพองได้ให้กับบานในใหญ่ทาเนียงลือเกยทาหลังเยนั่งง่าคือจีเหียงเศร้าไอ้จังน่าสกปรกเศร้าเฉินจังเนียงกอดจังอยู่ทนำยันสันได้โยมาเอาเดี๋ยวใบเปิลเนียงเองจังเตยหลังจีกับบานยังยำติ๊กติ๊กให้กับบานบัดอาปอบทนำยันสันนั่งเว้นโดยกับบรรโตตอบเตยอยู่เว้นท้าอยู่นั่งง่าคือจัดออกไปย่อยเนียงมันไอแต่ตัวกระโดดดอกทมดมในบ้านเตยอยู่กับบานทรายให้กับทัวจีปตอนใหญ่เตะท้าตัวเจ็บใบเยอะนั่งง่ามันไงคือปัจเจระบบหลังกระกับแต่คลาเหมือนแตนโดยใช้ห้าเนียงเหมือนเซอร์บานหมดชายมือหลังเยอะเลยจังห้าขนมเนียมเนียงจีปอนใส่นี่คือเนียงจังหมดเฟยจำนวนเองจังนั้นนะจังคำทานหลังเยอะนั่งมันประกันเองจังเตอหลังเยอะเนียงทาเนี่ยบานประกันเตเนียงเมียนแต่ดังกลกอตะเวยเองจังนั้นนะตามบัดมือตักมกไอ้มันเนี่ยคือทาเปะสมได้สตัดบังกอบปื้ตำดองเป็นนั่งอยู่กับบานสำหลังแต่การมกระบอหลังเยอะนั่งแต่มาดองให้กับบานกัดขนมจัดทาบัดมาเฟยจีสมได้จีกำซัดไอ้นึ่งหมกระบอเยอะนั่นเต้เนียงมันไอ้เบาเยอะมาไล่การไปจีบัดมนนะเนียงไอ้นี่ฮะคือบานบังกอบปัญหาเฉินคลังเหมือนแต่ต่อปีกันจังห้าเนียงกับบานเฟยจีเลิกแต่นำมาพังจังหน้าปันแต่คอนตะเลิกเมานั่นคือแจกกระบอกเอาให้เป็นบานพักเอคอนตะเลิกสมได้นั่งโดยเนียงกับบานใหญ่แต่การหลังเยอะนั่งแท้เนียงนั่งคำพังโหวิธีขบย่างดำใบเอาแต่บ้านโจเหมือนในขนมตำหนับแต่บัตรานี่ใครเฟอแบบนี้คือดำใบแต่จองบ้านดำไหนมวยในตีนี้แม่นอตปันแต่ดารับหน้าในแต่เมียนมาให้ใส่ได้จิตัวไอใส่ใบยนในตีนี้ฮะเนียงก็นั่งไม่ทั้งไงบ้านสำหรับนิวเต้หลังเยอะก็เฟยจิโซท้าตาอยู่นั่งง่ายใหญ่จองบ้านในทำเมื่อเนียงมันได้ก็จองบ้านดำไหนนิวเต้ได้ในตีนี้ฮะผมจะมองใหญ่เปรียบได้จังหน้านอนบังกอปัญหาจังเตออยู่กับบ้านมันต่อติดท่าเนียงใหญ่ต่างอันนี้คือดำใบแต่เอาหลังใหญ่นั่งละอตามันท่าเปะสมได้เนียงใหญ่ใหม่นั่งคือจิเปียปัดด้วยกับคล้ายนิวเต้เนียงก็คือไม่ทั้งไงโยชนะตัวไอใส่ใบยนบ้านไล่พอต่อไปดำจังห้หลังเยอะเนี่ยกับบ้านกัดเหมือนเตยไทยกับบ้านใหญ่ไปต่อติดท่าเนียงกับบ้านดังได้ท่าปีเนี่ยมองปะโอนเนี่ยต่างปีนั่งคือเอาเถอะคณีนิวเต้โดยชนะห้ส้มกลมหนอมเนียงตะแปะปอนจมูกขนมจมูกนั่งไอพอต่อมาเนียงกับบ้านโดนทนำยันซันนั่งเอาเตยอยู่ไว้ให้ก้อนใหญ่ท่าเนี่ยกับได้แต่ตัวบ้านเนี่ยให้กับสมอยู่นั่งฉับฉะเจงเตยอยู่เนี่ยบ้านใหญ่ไอเนียงขอนตาเยี่ยมเตยให้กับอยู่เจนซันนั่งเหียบนั่งเจงเตยวันจังนะปันตาเนี่ยไปนั่งหลังเยอะกับบ้านเขาไปได้หลังเยอะคอนจังอยู่หลังอันหยมแต่ไม่ร้องมวยเตยไปให้จีหลังเยอะโยนผมให้แต่ดังแต่หลังเยอะนั่งกับบ้านเกิดมาในใหญ่เวงท่าอยู่นั่งคอนตาจีแพะดิจีเราบอกกลมโปรดักการเจนปีปปนจองเกซมีสัตไอจองมาสหการจะบุญเนียงเองจังนะโอจานี่เล่นเปะสมได้หลังสหายแต่มาดองปันตาไปนั่งยังเกาะดังได้ท่าตาโนเวียนเมียนเหงไอการล้างตีดผู้ท่าเรือเราบอกเยอะกับบ้านมาดองตีบรรจับบาตัวให้เอาคนมาโปรต่อเนี่ยบ้านจำนายไปเรียได้มีน้ำลายเราบอกลงเนี่ยมาสกัดสำหรับเรื่องเราบอกเล็กช่างไปดำเราจับจำจุกเนี่ยในเพลงกระกาเตียนหน้าบ๊ายบาย